Hello everyone. Let's translate three more English idioms with me. The first one, this time I am not going to tell you what the answer is, but we are going to read the definition of the idiom, and after that, go to the example, and then I'll show you the answer ណាចឹងឥឡូវនេះគឺយើងរៀន idiom 3ទៀតដែលសំខាន់ក្នុងភាសាអង់គ្លេសប៉ុន្តែលើកនេះខ្ញុំអត់ឲ្យជាចម្លើយមុនទេយើងទៅអាននិយមន័យហើយយើងបកប្រែនិយមន័យហើយយើងទៅមើលឧទាហរណ៍បន្តមកចាំខ្ញុំឲ្យជាចម្លើយ Okay, we can start together. Informal, to be responsible for paying the cost of something. ចេញជាភាសាដែលយើងនិយាយដែលគេមានន័យថាអញ្ចេះមានទំនួលខុសត្រូវក្នុងការបង់តម្លៃអ្វីមួយអូខេហើយឧទាហរណ៍គេដាក់ថា once again it will be the taxpayer who has to អូខេចឹងចម្លើយគឺ foot the bill ចឹង foot the bill នេះគឺមានន័យថាមានទំនួលខុសត្រូវក្នុងការបង់តម្លៃបង់លុយទៅលើអ្វីមួយនិយាយចំទៅគឺគិតលុយឬក៏ចេញលុយឧទាហរណ៍គេដាក់ថាម្ដងទៀតវានឹងត្រូវតែជាអ្នកបង់ពន្ធនានាឬក៏អ្នកបង់ពន្ធដែលមានភារកិច្ចបង់លុយចឹងណាមានភារកិច្ចបង់លុយអូខេហើយ the second idiomទៅទៀតត old fashioned informal if two people who are in love Bill and Coo oh ខ្ញុំឲ្យចម្លើយបាន they kiss and speak in a loving way to each other maybe I should read one more time old fashioned informal if two people who are in love Bill and Coo they kiss and speak in a loving way to each other អញ្ចឹងយើងនិយាយថា Bill and Coo បើយើងសំដៅទៅលើអូខេអញ្ចឹងសុភាសិតនេះមិនសុភាសិត I'm sorry គឺ idiom clear ខ្លងដែលយើងប្រើនេះវាលក្ខណៈរៀងផុតសម័យហើយហួសសម័យហើយហួសសម័យទេគេប្រើនៅពីមុនណាតែពេលឥឡូវរៀងហួសសម័យហើយក៏វាជាភាសាដែលយើងនិយាយប្រសិនមកមនុស្សពីរនាក់ដែលស្រឡាញ់គ្នាគាត់ Bill and Coo អញ្ចឹងពាក្យ Bill and Coo នេះCoo បើន័យថាពេលដែលយើងនិយាយទៅកាន់ដៃគូយើងដែលយើងស្រឡាញ់ជាមួយនឹងសម្លេងដែលទុនស្រាលផ្អែមល្ហែមហ្នឹងគេហៅ Coo ពួកគេថោកហើយនឹងនិយាយនៅរបៀបគួរឲ្យស្រឡាញ់ឬក៏របៀបដែលស្រឡាញ់គ្នាទុនភ្លុនផ្អែមល្ហែមទៅគ្នាអញ្ចឹងណាទៅវិញទៅមកអូខេអញ្ចឹងម្ដងទៀត if two people who are in love Bill and Coo អញ្ចឹងនិយាយថា if people who are in love Bill and Coo បើន័យថាគាត់និយាយឆ្លើយឆ្លងគ្នាសារសោកគ្នាឡើងផ្អែមល្ហែមជាភាសាស្នេហាចឹងទៅ Hey ចឹងក្រោយគេ the last one is informal to not be important or practical informal to not be important or practical ចឹង idiom ដែលមានន័យថាអញ្ចឹងគឺ be strictly for the bird be strictly for the bird ចឹង idiom ហ្នឹងគឺ be strictly for the bird នឹងឬក៏យើងថា be for the bird or be strictly for the bird បើន័យថាវាអត់សំខាន់ហើយក៏អត់មានអត្ថប្រយោជន៍អីដែរអូខេចឹងimportant សំខាន់ practical ហ្នឹងគឺដែល useful មានប្រយោជន៍អញ្ចឹងហើយយើងប្រើទៅគឺវាជោគជ័យឧទាហរណ៍ថាដំណោះស្រាយខ្លះវាយើងយកទៅប្រើទៅវាអត់ជោគជ័យអាហ្នឹងវាមាន practical ទេតែបើសិនដំណោះស្រាយហ្នឹងដែលប្រើទៅជោគជ័យមានប្រយោជន៍ប្រើការបានជាហៅ practical Okay so that's it thank you so much everybody